ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះកែកំលៀមមកពីក្រុម SU5 ដែលថ្ងៃនេះខ្ញុំនឹងធ្វើការ record វីដេអូតាក់ទងទៅនឹងការប្រើប្រាស់ Nginx ដើម្បីធ្វើការ config នៅ multi hosting configuration អញ្ចឹងមុននឹងឈានដល់ការ hosting website មួយខ្ញុំសូមធ្វើការចាប់ផ្ដើមពីចំណុចទី1តាក់ទងទៅនឹងការបង្កើត directory សម្រាប់application ឬក៏សម្រាប់ domain យើងមួយអញ្ចឹងចាប់ផ្ដើមពី domain ទី1ដែលមានឈ្មោះថា studycircle.live ខ្ញុំសូមធ្វើការបង្កើតនៅ folder ហ្នឹងមួយនៅក្នុង route/var សម្រាប់ www.studycircle.live/html ចឹងបន្ទាប់ពីបង្កើត folder ហ្នឹងមួយហើយខ្ញុំបង្កើតសម្រាប់ domain ទី2ដែលមានឈ្មោះថា kimliang.space ចឹងបន្ទាប់ពីយើងធ្វើការបង្កើតនៅ folder ទាំងអស់ហ្នឹងហើយខ្ញុំសូមធ្វើការ change នៅ permission សម្រាប់ folder ទាំងពីរហ្នឹងចឹងចាប់ផ្ដើមពី folder ទី1បន្ទាប់មក change permission សម្រាប់ folder មួយទៀតចឹងបន្ទាប់ពីយើង change permission ទាំងអស់ហ្នឹងហើយយើងអាចចូលទៅកាន់ FileZilla ហើយធ្វើការ connect ចូលទៅក្នុងហ្នឹងចឹងបន្ទាប់ពី connect ហើយយើងអាចចូលមកកាន់ home var www ចឹងគឺជា folder ដែលយើងបានបង្កើតមុនហ្នឹងចឹងខ្ញុំសូមធ្វើការចូលទៅកាន់ website ទី1ហើយសូមធ្វើការ upload file HTML ចូលទៅក្នុងហ្នឹងចឹងរួចហើយសម្រាប់ folder ទី1មួយទៀតគឺ website ទី2ចឹងបន្ទាប់ពីយើងធ្វើការ upload នៅ file HTML យើងហើយយើងចូលមកកាន់ server របស់យើងវិញហើយបន្ទាប់មកយើង អាច cd ចូលទៅកាន់ folder/etc/nginx/site available ចឹងបន្ទាប់ពីយើងចូលទៅកាន់កន្លែងហ្នឹងហើយយើងអាចធ្វើការប្រើប្រាស់ command nano ដើម្បីទៅបង្កើតសម្រាប់ website ទី1បង្កើត file config សម្រាប់ website ទី1អញ្ចឹងចំពោះទី1 sudo nano អញ្ចឹងមុនហ្នឹង studycircle.live តោះមកខ្ញុំសូមធ្វើការ copy នៅ configuration របស់យើងចូលបន្ទាប់មកយើងធ្វើ flow ដដែលប៉ុន្តែសម្រាប់ domain ទី2ចឹងបន្ទាប់ពីយើងធ្វើការ config ទាំងអស់ហ្នឹងហើយយើងអាចធ្វើការ change នៅ permission របស់វាដោយប្រើប្រាស់ sudo change owner ចឹងបន្ទាប់ពីយើងធ្វើការ set នៅទាំងអស់ហ្នឹងហើយយើងធ្វើការ enable នៅ website របស់យើងតោះមកខ្ញុំសូមធ្វើការប្រើប្រាស់ command sudo nginx.t ដើម្បីឆែក status ជាយើងឃើញថាការ config របស់យើងហ្នឹងគឺ successful ហើយបន្ទាប់មកយើងសូមធ្វើការ restart nginx របស់យើងចឹងបន្ទាប់ពីយើង restart ហើយយើងអាចចូលមកកាន់ AWS របស់យើងហើយយើងអាច search ថា route 53តោះមកយើងអាចចូលទៅកាន់ hosted zone ចឹងដោយសារតែខ្ញុំបានបង្កើតhosted zone មួយហើយចឹងជាហ៊ានបន្ទាប់គឺយើងត្រូវការ copy នៅឈ្មោះទាំងអស់នេះចូលទៅកាន់ domain របស់យើងចឹងដោយសារតែខ្ញុំបាន copy ហើយសម្រាប់ domain ទី1របស់យើងចឹងបន្ទាប់មកទៀតយើងធ្វើការបង្កើតនៅ type A មួយចឹង type A point មកកាន់ IP នៃ router IP នៃ instance របស់យើងចឹងបន្ទាប់មកទៀតយើងធ្វើការ
ដើម្បីយើងធ្វើការ config សម្រាប់ domain ទី2របស់យើងអាច create hosted zone តមកដាក់ឈ្មោះ domain របស់យើងគីមលៀង .space យើងដាក់ default configuration មកតមកយើងអាច copy ទាំងអស់នេះចូលទៅកាន់ domain របស់យើងតមកយើងអាចចូលទៅកាន់ website របស់យើងដើម្បី test បាននេះនេះគឺជា website ទី1របស់យើងបន្តមកយើងអាចចូលទៅ test website ទី2មួយទៀតខ្ញុំសិនទៅការ check នៅ DNS របស់យើងសិនចឹងសម្រាប់វីដេអូនេះគឺតពីថ្ងៃមុនដោយសារតែថ្ងៃមុនខ្ញុំធ្វើការ config តាក់ទងជាមួយនឹងIP ហើយ link ទៅកាន់ domain យើងហើយប៉ុន្តែវាអត់ទាន់ធ្វើការស្គាល់ភ្លាមៗអញ្ចឹងបើសិនជាមានបញ្ហាហ្នឹងយើងគ្រាន់តែធ្វើការទុកវាចោលរយៈពេល24ម៉ោងឬក៏48ម៉ោងទៅបន្ទាប់ពីពេលហ្នឹងទៅវានឹងធ្វើការស្គាល់នៅ DNS របស់យើងហើយយើងអាច access នៅ website របស់យើងបានអញ្ចឹងចំពោះនេះគឺជា domain របស់ខ្ញុំដែលខ្ញុំទៅ demo live តពីលើកមុនអញ្ចឹងនេះគឺជា domain ទី1ហើយនេះគឺជា domain ទី2គឺធ្វើការ host នៅ website មួយទៀតអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអរគុណលោកគ្រូ